มาใจชีวิตពិតជាសប្បាយចិត្តមែនទែនបងប្អូនពេលវេលាដ៏ស្ងប់ស្ងាត់អេដមីនអាចអង្គុយថតសត្វភេជាច្រើនក្បាលដែលកំពុងចាប់ត្រីស៊ីនៅដងស្ទឹងអរែងអារម្មណ៍នៃការឃើញសត្វព្រៃដោយផ្ទាល់ភ្នែកនៅក្នុងព្រៃវាខុសពីអារម្មណ៍ដែលយើងឃើញនៅតាមសួនឬនៅក្នុងទ្រុងដែលគេចិញ្ចឹមនេះគឺជាថ្ងៃទី3ដែលអេដមីនចេញពីសហគមន៍មកដែលត្រូវនៅថ្ងៃទី20ខែ3ឆ្នាំ2025អេមីនថតវីដេអូបានខ្លីៗទេបងប្អូនដោយសារតែសន្សំថ្មទូរស័ព្ទការដើរព្រៃលឹកនេះអេមីនយក power bank មកតែមួយទេដែលមានកម្លាំង30,000អាំពែដែលត្រូវសន្សំប្រើរហូតដល់រយៈពេល6ថ្ងៃបងប្អូនដឹងមិនទេទឹកវាត្រជាក់តែពេលអា2នេះវាមកវាចង់ឆ្លងទេងីណាឡើងទៅប៉ះសងខាងសងចាំងថ្មដាច់នឹងយើងដើរស្របថ្មឡើងវ៉ាទឿមកហើយវ៉ាយអាទឿយើងអាណិតឯងណាទឿអើយអាទឿវ៉ៃវ៉ាវក្បាលស្ទឹងរ៉ែងខែ100ជាលើកទី2បាទមកខែ3នេះទឹកច្រើននេះឆ្នាំទៅដោយសារអាទិត្យមុនភ្លៀងច្រើនហើយយើងមកអាទិត្យនេះទឹកច្រើនទឹកហូរច្រើនមែនតើប៉ុណ្ណឹងល្មមលេងឆែ100ក្បាលស្ទឹងរ៉ែងបាទធ្លាប់មកផ្លូវទៅមក5-6ថ្ងៃបាទឥឡូវនេះបាទគេឈូសផ្លូវមកបាទជិះមកតែ4ម៉ោងទេបាទនេះអ្នកជិះបាទអត់យល់ទេបាទដោយសារតែមានគម្រោងគេធ្វើផ្លូវនៅខាងលើអញ្ចឹងមិនដឹងថាគេធ្វើទំនប់ឬក៏គេកាយធ្វើផ្លូវដើម្បីអីណាយើងអត់ដឹងគម្រោងហ្នឹងទេហើយឥឡូវនេះគឺខ្ញុំដើរមក3ថ្ងៃមកម្ដងនេះហើយបកទៅវិញ2-3ថ្ងៃទៀតប៉ុន្តែខ្ញុំអត់បកតន់បកទៅក្រោមវិញទេគឺត្រូវឡើងទៅក្នុងលោកមកតំណាក់ទៀតហើយជា3-4ថ្ងៃនេះបានចុះទៅវិញឥឡូវនេះទឹកធ្លាក់តែនេះទឹកច្រើនជាងឆ្នាំទៅដោយសារទឹកភ្លៀងខែភាសាធ្លាក់បានបែកផ្សែងហ្មងការដើរត្រឡប់ទៅរកទីតាំងចំណុចផ្លូវឡើងទៅក្នុងលោកចេញពីទឹកធ្លាក់ឆាយ100ទៅអេដមីនបានប្រទះឃើញសត្វឆ្មាព្រៃដោយចៃដន្យមែនទែនមើលមួយផ្លែតស្មានតែជាខ្លាត្រីតាមពិតជាឆ្មាព្រៃសោះគ្រាន់តែឃើញអេដមីនភ្លាមរត់យកព្រះអាយុតែម្ដងម៉ោង8ព្រឹកយើងរៀបចំសម្ភារៈរួចរាល់ហើយនឹងធ្វើដំណើរចេញពីស្ទឹងបំបែកក្នុងលោកនៃនឹងស្ទឹងរ៉ែងទៅកាន់ក្នុងលោកហើយវាក្នុងលោកហ្នឹងគឺមាន2កន្លែងវាក្នុងលោកតូចហើយនឹងវាក្នុងលោកធំអញ្ចឹងគោលដៅរបស់យើងទៅក្នុងលោកតូចមុនហើយថ្ងៃបន្ទាប់បានយើងទៅក្នុងលោកធំអូខេចាំទស្សនាបន្តទៀតថាស្ថានភាពផ្លូវឡើងទៅក្នុងលោកវារសជាតិបែបណាអញ្ចឹងណាក្រោយពីយើងដើរកាត់ឆ្លងស្ទឹងអរែងអស់រយៈពេល2-3ថ្ងៃកន្លងទៅហើយអូខេlet's go ផ្លូវឡើងទៅក្នុងលោកគឺមិនមានផ្លូវច្បាស់លាស់ទេអ្វីដែលយើងកំពុងតែធ្វើដំណើរឡើងទៅនេះគឺយើងធ្វើដំណើរតាមតម្រាយចាស់គឺបាត់ផ្លូវចង់អស់ហើយបងប្អូនសម្រាប់អ្នកដែលគាត់ឡើងទៅរកផ្លែសម្រងរកក្លឹមកញ្ញូងនិងចាស់គាត់ទៅរកជាចរងជាង20ទៅ30ឆ្នាំកន្លងទៅហើយដែលព្រៃឫស្សីដុះចិត្តផ្លូវអស់តែក៏មានចន្លោះផ្លូវដែលអាចឲ្យយើងដើរបានខ្លះផងដែរនៅពេលដែលយើងឡើងទៅដល់ក្នុងភ្នំខាងលើអ្នកអរ៉ៃឡើងមកជាចរងដើម្បីលក់ហើយគេឡើងមកនេះម្ដងមួយខែកន្លះណាហើយជុំវិញហ្នឹងឃើញមានដើមរងច្រើនហើយនៅគៀកក្នុងភ្នំលោកគឺមានដើមរងគឺជាច្រើនខ្ញុំមិននឹកស្មានណាក៏ដងទៅគៀកខាងក្នុងផ្សារក្នុងកំពើអីដោយសារវាមានដានផ្លូវអទេសគោអទេសកបីអីគេនៅគៀកអាចដឹកជញ្ជូនបានអញ្ចឹងអានេះមកថ្មើរជើងឡើងក្នុងឡើងខ្ពស់ហ្មងចេញពីស្ទឹងបំបែកក្នុងលោកនៃដងស្ទឹងអរ៉ែងឡើងមកកានវាលក្នុងលោកតូចយើងចំណាយពេលវេលាមើលចេញមកម៉ោង8មកដល់ទីនេះម៉ោង1អូ
Ôi. Wow. So amazing.ឥឡូវពេលនេះគឺពេលថ្ងៃត្រង់ម៉ោង 1 ណាបងប្អូនចាំមើលពេលព្រឹកមិនដឹងថាទិដ្ឋភាពយ៉ាងណា view amazing ដែលវាស្ថិតនៅក្នុងតំបន់ snow នៃជួរភ្នំក្រវាញ So amazing យើងមើលទៅខាងក្រោមនេះកំពូលក្នុងលោកតូចហើយយើងចុះពីចលងស្ទឹងរ៉ែងក្រោមយើងដើរឡើងមកដល់ឮសំឡេងអិចស្កាទៅកាយដីធ្វើផ្លូវពីកាត់ពីស្ទឹងទាសឡើងមកបាទស្ទឹងរ៉ែងឆាយ100ខ្ញុំទៅសំមិញគេឈូសដល់ហើយគេឈូសដល់បាទស្ទឹងរ៉ែងហ្នឹងហើយខ្ញុំមិនដឹងថាគេឈូសដល់ណាទៀតទេហើយក៏ដឹងថាកម្រងគេហ្នឹងគេធ្វើអ្វីដែរតែអ្វីដែរខ្ញុំឡើងដល់ទីខ្ញុំឃើញបាទនោះផ្លូវឃើញផ្លូវច្បាស់ហ្មងផ្លូវដែលគេកាយទៅកាន់ក្បាលស្ទឹងរ៉ែងណាផ្លូវចាក់ចេញពីក្នុងស្រួចចាប់មកនោះផ្លូវស៊ីចកេះចុះមួមកជុំឡើងទៅបាត់ស្ទឹងរ៉ែងហើយចលងខាងក្រោមគឺចលងស្ទឹងរ៉ែងព្រៃហ្នឹងទេអូតែពេលដែលយើងឡើងមកដល់ក្នុងលោកទូចនេះមានថាយើងអាចទិដ្ឋភាពមកអែហ្មងបើសិនជាអនាគតទៅគេអាប់ដេតបែបណាយើងអាចឡើងទៅក្នុងលោកទូចនេះអាចមើលទិដ្ឋភាពពីលើទៅឃើញអែ360 ក្រាមហ្មងបងអែមែនទេជោគជ័យហើយពូអើយជោគជ័យហើយអូយណាបងប្អូនណាមើលទិដ្ឋភាពក្នុងលោកតូចញាក់សាយត្មងចាំមើលពេលព្រឹកស្អាតយ៉ាងណានេះនៅខាងនោះមកចំហៀងទៀតចាំឡើងដល់កំពូលឥឡូវដល់កំពូលទេស្អាតហ្មងណាទឹកថ្លុកក្បែរជំរុំអត់ប្រើទេខ្លាចជាពស់ពូកាយហើយចំណាសុខចិត្តដើរកង់ទឹកខ្ទង់1 គីឡូដីចុះមកជុំឯងងុំឡើងទៅវិញចង់តែខ្យល់នេះចាំបានថាដើរឡើងភ្នំមួយថ្ងៃមិនហត់តែមកមួយទឹកកង់ទឹកឡើងដើម្បីជីនេះគ្រប់ព្រោះជាតិហើយស៊ូណាស់បានមកដល់ទីនេះស៊ូមែនតើវ៉ាវមែនតើស៊ូខ្លាំងណាស់ពេលបានមកដល់គឺអារម្មណ៍រំភើបពេញហរតីតែម្ដងណាអត់ដាច់អាឡ័យនេះញាក់សាច់តែម្ដងនេះចំណុចនេះយើងមើលឃើញតែខ្ទង់190 ដឺក្រេឯងតែបើសិនយើងឡើងទៅកំពូលនឹងឃើញខ្ទង់200 ទៅ 220 ដឺក្រេតែប៉ុតយើងមើលឃើញព័ទ្ធជុំវិញទាំងអស់ប៉ុន្តែគាត់ថាមកចំហៀងភ្នំខាងនេះដោយសារភ្នំវាកម្ពស់ស្មើគ្នាអញ្ចឹងមិនអាចដិតយកខាងក្រោមឃើញបានស្អាតទេអូខ្ញុំសម័យមិនចេញមកខែសាទេបងអូស្អាតមែនតើហើយនៅទុំមុខនេះចោលដៃខាងខ្ញុំទៅហ្នឹងគឺទឹកធ្លាក់មួយឃើញទឹកហូររ៉ាំតិចឯងសតិចបើសិនជាខែភាសាទឹកធ្លាក់នឹងទឹកធ្លាក់ធំមកប៉ុណ្ណាបងប្អូនអើយហ្នឹងគេហៅចលងស្ទឹងក្នុងលោកហើយចុងដៃរបស់ខ្ញុំនេះគឺចលងស្ទឹងរ៉ែងហើយចំណុចខាងក្រោមដែលខ្ញុំចូលហ្នឹងគឺកន្លែងហ្នឹងគឺមានស្ទឹងបែកជា2នេះក្នុងលោកនោះស្ទឹងរ៉ែងហើយនេះចុងដៃរបស់ខ្ញុំឯងកន្លែងកំពូលហ្នឹងគឺនេះគឺតំបន់ឆាយ100នៃក្បាលស្ទឹងរ៉ែងឃើញផ្លូវចិនគេឈប់សាហាវមែនតើឈប់ចោល
ចឹងទិដ្ឋភាពកន្លែងនេះសម័យទៅ5ឆ្នាំក្រោយមិនដឹងថាគោលដៅនៃការឈូសឆាយផ្លូវនោះដូចជាយ៉ាងណាទេហើយទៅមុខនោះលើលូនមើលឆ្ងាយគេមានវា2 3ទៀតធំហ្នឹងវាហ្នឹងគឺចាក់ទៅខាងក្នុងភ្លើងឆេះមកជួបទៅខាងកវាញអូបេះតែម្ដងអរុនសុស្ដីពីថ្ងៃរះនៅក្នុងលោកតូចអាកាសធាតុត្រជាក់គួរសមដោយរដូវនេះជារដូវប្រាំងផ្ទៃមេឃគឺមើលទៅបែកផ្សែងមែនទែនมันអាចដិតយកទិដ្ឋភាពថ្ងៃរះបានស្អាតទេនៅកំពូលភ្នំក្នុងលោកតូចនេះគឺមានកម្ពស់1220ម៉ែត្រហើយថ្ងៃនេះក៏ជាថ្ងៃទី5ដែរដែលត្រូវជាថ្ងៃទី22ខែ3ឆ្នាំ2025ដែល admin បានធ្វើដំណើរឡើងមកកាន់ទីនេះក្រោយពីហូបអាហារពេលព្រឹករួចរាល់ admin ក៏បន្តដំណើរទៅវាលក្នុងលោកធំបន្តទៀតដែលមានចម្ងាយប្រមាណជា5គីឡូម៉ែត្រអ្វីដែល admin បានជួបប្រទះនៅតាមផ្លូវធ្វើដំណើរគឺបានប្រទះឃើញអន្ទាក់ចាស់ដែលព្រានព្រៃបន្សល់ទុកច្រើនហើយនឹងមានអន្ទាក់ថ្មីមួយចំនួនផងដែរដោយលក្ខណៈធ្វើជាព្រួលពាត់ព្រៃដើម្បីចាប់សត្វតែម្ដងគឺមិនមែនប្រភេទគេដាក់តាមផ្លូវសត្វដែរណាអានេះគឺគេដាក់តាមមិនមែនដាក់តាមខ្ញុំថាគេពាត់ព្រៃដូចនេះអាឈើដួលពីមុខនេះគេធ្វើព្រួលបើយើងនិយាយពីធ្វើលើបធ្វើដាក់លើបđấyគេថាធ្វើព្រួលពាត់ហើយគេចោះចន្លោះ10ម៉ែត្រមួយដើម្បីដាក់ចុងដើម្បីឲ្យដាក់អន្ទាក់វត្តអន្ទាក់នេះពាត់លក្ខណៈខ្នាតធំហ្មងបងប្អូនហើយនេះកលាស់ចោលខ្លះផងអីផងហើយបានខ្ញុំនិយាយថាពាត់លក្ខណៈខ្នាតធំខ្ញុំដើរចូលជាង1គីឡូនេះទៅ5គីឡូដាក់ពាត់បងឃើញមើលព្រួលខ្ញុំមិនដឹងថាទៅមុខទៀតទាំងប្រមាណគីឡូទេសម្រាប់ពាត់យកនេះនេះមិនខ្នាតទូចធម្មតាពាត់លក្ខណៈខ្នាតធំហ្មងតែអន្ទាក់អត់បានស្រ័យបន្តទៀតទេបងប្អូនអើយដោយសារតាអីវ៉ាន់ធ្ងន់នេះដូចបងប្អូនឃើញយកបានចុកខ្លួនតែប៉ុណ្្នេះទេដោយសារយើងមកគ្នាតែ2នាក់ហើយអីវ៉ាន់សំពីធ្ងន់គេបានថាតាមកម្លាំងទេបើវាក្នុងលោកធំវាមែនហត់អូសំខាន់រកទីតាំងដែលយើងអាចបោះជំរុំបានហើយអ្វីដែលសំខាន់ទៀតនោះគឺប្រភពទឹកមានអារម្មណ៍ថាអាចនឹងប្រភពទឹកនៅឆ្ងាយពួកខែនេះខែ3អត់ដាច់មើលសិន